ប្រដេជើងរបស់ធារាចេញលោកអាចារ្យស្រែកប្រាប់ថាឆាប់រត់ទៅធារាប្រឹងត្រដងងើបឈរហើយរត់យ៉ាងលឿនចូលទៅក្នុងព្រៃងងឹតដោយមិនបានគិតអ្វីឡើយគេរត់ទាំងជើងម្ខាងកំពុងតែមានរបួសប៉ុន្តែសម្រាប់ខ្មោចតែអោដែលមានកំហឹងខ្លាំងយ៉ាងនេះការរត់គេចមិនមែនជារឿងងាយស្រួលទេខ្យល់ដែលស្ងប់មួយសន្ទុះមុននេះបានបោកបក់មកវិញខ្លាំងជាងមុនដើមឈើធំនៅក្នុងព្រៃដែលធារាកំពុងរត់ទៅរកស្រាប់តែបាក់មេឃធ្លាក់មកបិទផ្លូវខាងមុខរបស់គេឬឈើដែលនៅក្រោមដីហាក់ដូចជាមានជីវិតវិផុសឡើងមកតាក់ជើងធារាឲ្យដួលកាត់មកមួយរំពេចសំឡេងយ៉ាងនេះបន្លឺឡើងពេញព្រៃគួរឲ្យខ្លាចថាឯងរត់មិនរួចទេធារាងើបមុខឡើងទាំងភ័យតក់ស្លុតនៅចំពោះមុខគេមិនមែនជាផ្លូវចេញទេតែជាដើមឈើទាលធំមួយដើមនៅលើមែកឈើនោះគេបានឃើញនាងនេះនោះមិនមែនជាសភាពនាងនេះនៅក្នុងមជ្ឈុទេតែជារូបរាងនាងនេះនៅក្នុងសភាពដែលគេបានសម្លាប់មុខហើមជួងអណ្ដាតលៀននិងក៏មានស្នាមខ្សែនាងកំពុងអង្គុយយូរជើងនៅលើមែកឈើហើយសម្លឹងចុះមកក្រោមបំរុងគេដោយស្រែកថាឯងធ្វើឲ្យយើងស្លាប់ឯងក៏ត្រូវតែស្លាប់ដូចគ្នាក្រោមពីនាងនិយាយចប់មែកឈើទាលដ៏ធំមួយដែលនាងកំពុងអង្គុយបានបាក់ធ្លាក់ចុះមកខាងក្រោមតម្រង់ទៅរកធារាមែកឈើដ៏ធ្ងន់នោះបានធ្លាក់មកសង្កត់ចុះពីលើជើងទាំងពីររបស់ធារាធ្វើឲ្យគេស្រែកដោយក្តីឈឺចាប់យ៉ាងខ្លាំងលងរំពងពេញព្រៃឆ្អឹងជើងរបស់គេក៏ត្រូវបានកាន់បាក់ខ្ទេចធ្វើឲ្យគេមិនអាចរត់ទៅណាបានទៀតឡើយនៅឯប្រទេសទឹកមជ្ឈវិញសភាពការក៏មិនបានធូរស្រាលដែរសាកសពនាងនេះបានងើបឈរឡើងទាំងសងរបស់នាងបក់រៀនតាមខ្យល់គួរឲ្យខ្លាចនាងខំនាងវិចិត្រនិងនាងសម្បូរដែលទើបនឹងដឹងខ្លួនវិញនាំគ្នារត់ជង្គង់ចូលសំពះញ័រដូចកូនសត្វលោកអាចារ្យសដឹងថាស្ថានភាពនេះសូម្បីគាត់ក៏មិនអាចគ្រប់គ្រងបានឡើយវិញ្ញាណនេះមិនត្រឹមតែចង់សងសឹកទេគឺចង់បំផ្លាញអ្វីនៅជុំវិញខ្លួនតែម្ដងងាកមកម្ដាយរបស់នាងនេះបន្ទាប់ពីបានឃើញកូនស្រីខ្លាចជាវិញ្ញាណដ៏កាចសាហាវព្រមទាំងបំរុងនឹងសម្លាប់ធារាដែលជាឃាតករនោះមីងពុតដែលកំពុងយំសោកសម្រេងបានប្រមូលកម្លាំងចិត្តចុងក្រោយស្ទុះទៅអោបជើងសាកសពកូនស្រីដែលកំពុងឈរត្រឹមតែភ្នែករបស់គាត់ហូបស្រោចជើងរបស់កូនដែលត្រជាក់ដូចទឹកកកដោយនិយាយថានេះកូនស្រីកំសត់របស់ម៉ែកូននឹងម៉ែដឹងថាកូនឈឺចាប់ណាស់ម៉ែដឹងថាកូនប្រែរងនឹងភាពអយុត្តិធម៌តែបើកូនសម្លាប់វាកូននឹងមានកម្មពៀជាមួយវាមិនខានឡើយកូននឹងសាងបាបកម្មមិនអាចទៅចាប់ជាតិបានទេទុកឲ្យច្បាប់លោកនិងច្បាប់កម្មពៀជាអ្នកកាត់ទោសវាទៅចុះកូនមើលចុះឥឡូវវាក៏ពិការវាក៏រងទុក្ខវេទនាខ្លាំងហើយដែរកូនទៅឲ្យបានសុខចុះណាកូនម៉ែសន្យាថានឹងធ្វើបុណ្យឲ្យកូននិងឧទ្ទិសកុសលដល់កូនមិនឲ្យខានឡើយសម្ដីរបស់ម្ដាយដែលពោពេញដោយក្តីស្រឡាញ់និងការជឿជាក់ហាក់ដូចជាទឹកទៅស្រស់ស្រស់បេះដូងដល់ក្តៅគគុករបស់វិញ្ញាណនាងនេះខ្យល់ដ៏ខ្លាំងដែលកំពុងបោកបោកស្រាប់តែប្រែជាស្ងាត់ទៅវិញបន្តិចម្ដងសាកសពរបស់នាងនេះដែលឈរមាំក៏ប្រែជាទន់ហើយរាងកាយនាងក៏បានដួលដេកទៅក្នុងមជ្ឈុវិញថ្នមព្រមទាំងគម្របចាក់បិទក្រឹបទោះបីជាមុខមាត់នាងនៅតែហើរប៉ុន្តែស្នាមញញឹមដ៏កាចសាហាវបានរលត់បាត់ទៅវិញបន្សល់ទុកត្រឹមតែទឹកមុខដ៏សោកសៅរបស់អ្នកដែលស្លាប់ដោយអយុត្តិធម៌លោកអាចារ្យសឃើញឱកាសល្អក៏ប្រញាប់ប្រាប់ឲ្យនាងខំនិងវិចិត្រលើកមជ្ឈុដាក់ដុំរៀបលើកំណោអុកដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់លើកនេះមជ្ឈុលែងធ្ងន់ដូចមុនទៀតហើយរួចតាអាចារ្យក៏បានប្រាប់ឲ្យឆាប់អុជភ្លើងទៅនៅក្រោមដើមឈើដ៏ធំនោះដោយសារអុកក៏មិនបានសាងដូច្នេះអណ្ដាតភ្លើងក៏ត្រូវបានអុជឆេះយ៉ាងសន្ធោសន្ធៅនាងនេះអស់ចិត្តអាឡ័យនិងព្រមលើកលែងទោសឲ្យធារាហើយផ្សែងភ្លើងហុយឡើងទៅលើមេឃលាយឡំជាមួយដំណក់ទឹកភ្លៀងរលឹមដែលនៅសេសសល់ប្រៀបដូចជាការលេងជំរះភាពចង្រៃនឹងរឿងអាក្រក់ចេញពីភូមិនេះមីងពុតអង្គុយសម្លឹងមើលអណ្ដាតភ្លើងដែលកំពុងលេបត្របាក់រាងកាយកូនស្រីទាំងទឹកភ្នែកប៉ុន្តែក្នុងចិត្តគាត់ពិតស្ងប់សុខព្រោះគាត់ដឹងថាកូនរបស់គាត់លែងវិលវល់តទៅទៀតហើយចំណែកឯធារាវិញទោះបីជាគេរត់ជីវិតពីកណ្ដាប់ដៃខ្មោចប៉ុន្តែជីវិតរបស់គេគឺមិនខុសពីស្លាប់ទាំងរស់នោះទេជើងទាំងពីររបស់គេត្រូវបានមេឈើកាន់បាក់ខ្ទេចដែលមិនអាចព្យាបាលឲ្យដាច់វិញបានឡើយនៅពេលដែលអ្នកភូមិសាយគេត្រឡប់ទៅភូមិវិញធារាបានត្រឹមតែស្រែកលោឡាឈឺចាប់ដោយមនុស្សឈួនថាកុំមើលខ្ញុំខ្លាចហើយ
ក្រោយមកប៉ូលីសបានចុះមកនឹងធ្វើការនៅព្រឹកស្អែកបន្ទាប់ពីទឹកចាប់ស្រកខ្លាំងប៉ុន្តែធីរ៉ាបានខ្លាចជាមនុស្សវិកលចរិតបាត់ទៅហើយដោយមានសាក់សីដឹងឮច្រើនគេក៏បានចោទប្រកាន់ធីរ៉ានឹងត្រូវជាប់គុកទាំងពិការនិងមានជំងឺសរសៃប្រសាទផងដែរលុះមិនបានប្រមាណថ្ងៃផងសារតែគេបានឃើញសាកសពធីរ៉ាជាប់កនៅនឹងគុកនោះតែម្ដងរឿងរ៉ាវព្រឹកព្រួយក្នុងយុគដង្ហែសពនាងនេះបានក្លាយជារឿងនិទានដំណាលតគ្នាក្នុងភូមិហើយដើមពោក្បែរនឹងវត្តក៏ត្រូវបានអ្នកភូមិសម្រេចគ្នាថានឹងកាប់ចោលដើម្បីកុំឲ្យមានការចងចាំអាក្រក់តទៅទៀតចំណែកឯមីងពុតក្រោយពីបាត់បង់កូនស្រីតែម្នាក់គត់គាត់ក៏បានបួសជាដូនជីនៅក្នុងវត្តនោះតែម្ដងហើយឧស្សាហ៍ធ្វើបុណ្យឧទ្ទិសកុសលដល់កូនមិនដែលខានឡើយឲ្យតែថ្ងៃសៅរ៍និងថ្ងៃខុសដែលកូនបានស្លាប់ទោះបីជាពេលវេលាកន្លងផុតទៅយូរយ៉ាងណាក៏ដោយក៏អ្នកភូមិនៅតែចងចាំមេរៀនដ៏រន្ធត់មួយនេះថាកុំសាងកម្មពៀរនឹងគ្នាព្រោះកម្មពៀរមិនរងចាំដល់ជាតិក្រោយឡើយចុះសាងតែអំពើល្អទើបជីវិតអ្នកអាចរស់នៅដោយស្ងប់សុខបានបើសាងទង្វើមិនល្អបៀតបៀនអ្នកដទៃមិនស្រាលបើទោះអ្នកមានទ្រព្យហូរហៀរវល់លៀនក៏ពិតមិនមានថ្ងៃណាអ្នកអាចរស់សុខសាន្តឡើយ